ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាសួស្តីគុំមកកាន់ SRR Days ចាហើយដូចអ្វីដែលពុកម៉ែបងប្អូនបានឃើញនៅដើមត្បូងវីដេអូណាគឺនាងខ្ញុំកំពុងតែចាក់ទឹកចេញពីបេតុងរបស់ Strawberry ចាហ្នឹងហើយដោយសារតែភ្លៀងមួយមេយ៉ាងធំពុកម៉ែបងប្អូនចាគឺភ្លៀងខ្លាំងហ្មងតាំងពីម៉ោង3រហូតមកដល់ស្មាននេះអត់ទាន់រាំងទេចាហើយនៅតែបន្តភ្លៀងទៀតប៉ុន្តែគាត់ថាឥឡូវវាចាប់ផ្ដើមភ្លៀងសស្រិតมันខ្លាំងដូចជាម៉ោង3ចាអញ្ចឹងហើយសឹងតែភ្លៀង2ម៉ោងហើយពុកម៉ែបងប្អូនចាហើយកំឡុងពេលភ្លៀងដែរអត់មានទៅណាកើតណាអញ្ចឹងខ្ញុំក៏បានរៀបចំដីដាក់ក្នុងកតូងដើម្បីបដោះកូនបន្លែផ្សេងទៀតចឹងណាពុកម៉ែបងប្អូនចាអញ្ចឹងមានតែលើកយកមកដាក់ទីទួលសុវត្ថិភាពចាព្រោះតែខាងគៀនផ្ទះហ្នឹងគឺសើមជោគដោយភ្លៀងអញ្ចឹងសម្រាប់ការងាររបស់នាងខ្ញុំគឺតាក់ទងជាមួយនឹងដីនឹងពុកម៉ែបងប្អូនចាគឺខាងកសិកម្មណាហើយដោយសារតែវាជាជំរើសមួយនៅក្នុងដំណើរជីវិតរបស់យើងអញ្ចឹងពុកម៉ែបងប្អូនចាអ្នកខ្លះអូខេគាត់ថាអូរៀនបានច្រើនណាមិនក៏ឯងជ្រើសរើសយកអាការងារអីលេងប្រឡាក់ដៃប្រឡាក់ជើងអញ្ចឹងទៅតែខ្ញុំគាត់ថាវាជាក្តីសុខនៃជីវិតរបស់ខ្ញុំអញ្ចឹងណាចាហើយមួយទៀតគាត់ថាយើងគិតគូរដល់សុខភាពអ្នកនៅក្នុងក្រុមគ្រួសារក៏ដូចជាពេលដែលយើងលក់ទៅកាន់ទីផ្សារហ្នឹងក៏អាចនិយាយបានថាអ្នកទទួលទានហ្នឹងគឺគាត់សុខភាពល្អដូចយើងដែរអញ្ចឹងណាចាហើយឥឡូវហ្នឹងគឺមានមនុស្សច្រើនណាស់ដែលគាត់ងាកមករកផលិតផលនៅក្នុងស្រុកក៏ដូចជាផលិតផលដែលប្រកបដោយនិយាយថាសរីរាង្គណាពុកម៉ែបងប្អូនដោយមិនប្រើប្រាស់សារធាតុគីមីចាចាហើយភ្លៀងខ្លាំងគឺថាទឹកពេញពីងអស់ហើយពុកម៉ែបងប្អូនអើយទុកសម្រាប់ប្រើប្រាស់លាងបន្លែប្លុកអីចឹងទៅចានឹងបានឲ្យទឹកស្អាតមកតង់ទៀតហើយចាហើយងាកមកមើលជាមួយនឹងកូន Strawberry របស់យើងកូនដំណាំផ្សេងក៏វាស្រស់បំប្រងតែដែលឡៃតែកូន Strawberry របស់នាងខ្ញុំពូពេញទៅដោយទឹកដោយសារតែភ្លៀងខ្លាំងណាយើងដាក់ហាវាឡូចាតែអត់អីទេមើលទៅគេនៅស្រស់របស់ធម្មតាអញ្ចឹងណាតែគាត់ថារៀងហាប់ដីបន្តិចអញ្ចឹងអាចថាស្អែកឡើងយើងចាប់ផ្ដើមដាក់ជីឲ្យជ្រុំដីបន្ថែមអញ្ចឹងណាចាអញ្ចឹងសម្រាប់វីដេអូនេះគឺបានមកដល់ទីបញ្ចប់ហើយចាអរគុណច្រើនជំរាបលាបាយបាយ